អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមពិធីសម្ពោធផ្លូវបេតុងអាមេមួយខ្សែនៅឃុំប្រាសាទស្រុកសន្ទុកតារា Cambodia New ឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុងអាមេមួយខ្សែមានប្រវែង 1103 ម៉ែត្រទទឹង 5 ម៉ែត្រដែលជាគម្រោងមូលនិធិឃុំប្រាសាទឆ្នាំ2025ស្រុកសន្ទុកនាព្រឹកថ្ងៃទី5ខែមករាឆ្នាំ2026នៅឱកាសនោះដែរឯកឧត្តមនួនផារតបានធ្វើបច្ចុប្បន្នភាពជូនបងប្អូនប្រជាពលរដ្ឋអំពីសភាពការវិវត្តនៃសង្គ្រាមកម្ពុជាថៃជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅលើសមរភូមិការទូតផ្លូវច្បាប់និងយោធាក៏ដូចជាវីរភាពដ៏អង្អាចក្លាហានរបស់វីរៈយុទ្ធជនរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តមនួនផារតបានមានប្រសាសន៍បន្ថែមថាសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការខិតខំប្រឹងប្រែងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជានិងស្ដារឡើងវិញនូវសន្តិភាពនិងស្ថិរភាពនៅតាមបន្ទាត់ព្រំដែនដោយគ្មានការកាត់ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដើម្បីបដូរយកសន្តិភាពនោះឡើយរាល់ទីតាំងដែលត្រូវបានឈ្លានពានដោយទាហានថៃមិនមែនជាការកំណត់ព្រំដែនរបស់ប្រទេសទាំងពីរនោះទេការកំណត់ព្រំដែននៃប្រទេសទាំងពីរត្រូវបានធ្វើឡើងដោយយន្តការនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ថា JBC ស្របទៅតាមច្បាប់អន្តរជាតិជាចុងក្រោយឯកឧត្តមនួនផារតបានចូលរួមអបអរសាទរក្នុងការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេនេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់គម្រោងមូលនិធិឃុំក្នុងឆ្នាំ2025លើពីនេះទៀតឯកឧត្តមបានជួយបំពាក់អំពូលសូឡានិងបង្គោលភ្លើងអមតាមផ្លូវបេតុងនេះបន្ថែមទៀតដើម្បីជួយបំភ្លឺនៅពេលយប់ជូនពុកម៉ែមាមីងបងប្អូនមានភាពងាយស្រួលក្នុងការធ្វើដំណើរដើរហាត់ប្រាណនិងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម